chân đẹp tú nên chăm một trang nát chăm nơi phun phai pát không dùng đó trọc rồi viên khát rồi vì chia tầm bốn nhằm chia cả sự co phơi sài phong phơi chả cà phong hay chấm bong cứ nhằm miền một bò mùi tiết cứ cà chăm cái đồ nhằm một bò bằng thèm vì to vì phê phơi sài phơi chả cà tới nhằm còn chăm cái đồ bốn nhằm xả là bón cùng con phút thì cái lầu và to máu nhầm có mơ tay phong phu tì cái lỗ hay nhầm chấm nai ca chấm nai ca để nhầm tình phong tình bay tình tong tình cà su tình ốc cà rốt ốc mà liên đọc mờn ria hay đọc pe dựa pe tay tập làm ngay pe nhầm có mô phá bàn buồn liên một thầy mờn tăng buôn liên một thầy mơn ấy nhầm lụ phong phú kết tập phong phú để nhầm lụ ở cái bàn pa cà lô bàn tộc phong phú luôn ai nó việc đọc cà lô và lùi chấm nanh và dân kết thà tăng ó vì ở buôn liên bàn tay nhầm đọ tộc phú luôn ai đọc cà lô tới và kết ca chấm nanh bàn mà liên đọc mơn đọc mùi mơn nó vì ca chấm nanh sọt cắt pi mục cắt pi bay pi tong pi cái tu pi ai tăng ó cứ ca chấm nanh nó cứ mà liền đập mùi mờ nó cứ nó ca chấm nanh pi sạch pi phal để không dễ phế sai tập làm ngày để làm mùi hai té gần trăm cái đó pro khơi những cái nợ chiếc khang kinh chấm thì ban không phal gần bá thì nhầm sạn bòn pi cái lô ngày chặt tới ban chấm nanh cụ sòngจะให้ยังมุกบอลนี่วิตรัวเงยรวมใครก็จำบานได้มุกโดมนี่มันจำบัตรจะปรองไปเอาจะปรองวิเปโรงให้ก็ยังใครก็จำบานnày bắt đầuពីការដែលយើងឯងចាំតាំងពីពងពុយ2គីឡូរហូតដល់យើងឥឡូវយើងរីកត្រង់បាន14ត្រង់ហើយមួយទៀតដែលខ្ញុំចង់បញ្ជាក់ដល់បងប្អូនយើងដែលអត់មានចំណាប់អារម្មណ៍ចង់ចាំគឺថាមុខរបរចាំកន្ទប់នេះគឺអត់ប្របាក់ទេដោយសារអីដោយសារថាទី1គឺយើងមិនប្របាក់ខាងយើងមានស្មៅឲ្យតែយើងមានស្មៅគឺយើងអាចចាំបានបាទហើយទី2នោះគឺវាជាមុខរបរស្រាលដូចជាអត់ធ្ងន់អត់ប្របាក់ឲ្យទេអញ្ចឹងបានជាខ្ញុំកន្លងមកគឺយើងបានចិញ្ចឹមនេះគឺថាវាជាមុខរបរមួយប្រកបផ្សំសម្រាប់នឹងចំណូលដល់ក្រុមគ្រួសាររបស់ផងយើងដែរហើយនឹងការមានការចិញ្ចឹមដែលយើងមានបទពិសោធន៍គឺមុនបងប្អូននោះគឺខ្ញុំបានរៀនពីអ្នកដែលខ្ញុំទិញពងពូជពីគាត់មកខ្ញុំបានសិក្សាពីគាត់ហើយមួយទៀតនោះនឹងខ្ញុំរៀនបន្ថែមតាម YouTube បាទជាពិសេសខ្ញុំតែងឯងមើលទៅតាម YouTube ទៅឃើញពីការបទពិសោធន៍ពីចិញ្ចឹមពីរបៀបរបបប៉ុន្តែចង់និយាយថាអ្វីដែលគេបង្រៀនមកយើងមានត្រូវគ្រប់ជ្រុងទាំងអស់ទេក៏ប៉ុន្តែវាអាចជាបទពិសោធន៍សម្រាប់ឲ្យយើងស្វែងយល់បន្ថែមទៀតហើយក៏យើងចាំឃើញថាវាតាំងពីពង2គីឡូមករហូតដល់យើងបានជាង10ត្រង់ឥឡូវយើងបានដល់14ត្រង់ហើយក៏វាអត់មានបញ្ហាឲ្យកើតឡើងធន់ធោទេក្នុងការដែលយើងចាំក្នុងនឹងទីផ្សារកន្ទប់គឺយើងមានទីផ្សារល្អហើយយើងគិតថាបើសិនជាតម្លៃយើងចាប់ពី20000ឡើងទៅបាទប៉ុន្តែបើសិនជាខែពេលដែលខ្វះគឺអាចដល់ទៅ30000ក្នុង1គីឡូហើយក៏មួយទៀតឯងពងពូជទៅនឹងពងពូជដោយសារថាយើងមានកន្ទោបដែលយើងមានពងពូជពុតពងបើបងប្អូនចង់បានពងពូជយើងនឹងមានពងពូជសម្រាប់នឹងលក់ចែកជូនដល់ពុកម៉ែបងប្អូនហើយនឹងសិក្សាយោបល់អាចជួយបង្រៀនជួយប្រាប់ពីដែលកន្លងមកដែលយើងមានដូចថាយើងមានចំណេះខ្លះក្នុងការដែលយើងរៀនកន្លងមកគឺឃើញថាវាតាំងពីយើងប្រហែលរយៈពេលប្រហែលខែនេះគឺយើងមានចំណេះខ្លះដែលយើងអាចនឹងប្រឹក្សាយោបល់ហើយរៀនបានទៅនឹងពងពូជហើយមួយទៀតហើយគឺយើងលក់1គីឡូយើងលក់200,000ពងពូជ
ហើយយើងញើសជូនស្រាច់ហើយយើងដល់កន្លែងណាក៏យើងអាចផ្ញើបានដែរឲ្យតែទៅលេឲ្យតែកំងឲ្យតែកំងយើងនឹងគាត់គង់ឲ្យបានទៅទៅនឹងពងពូជហើយសម្រាប់នឹងតម្លៃទាំងពងពូជទាំងសាច់គឺយើងអាចចរចាគ្នាបានទៅទៅនឹងពងពូជហើយនឹងកណ្ដោបឯងសាច់គឺយើងបើចង់ទៅទៅគឺយើងមានលេខទូរស័ព្ទ088 40 79 507លេខទូរស័ព្ទហើយយើងក៏សំណូមពរដល់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមកណ្ដោបគឺយើងលើកទឹកចិត្តថាយើងចិញ្ចឹមដើម្បីនឹងបានចំណូលបន្ថែមដើម្បីនឹងផ្គត់ផ្គង់គ្រួសារពីព្រោះការយើងចិញ្ចឹមវាអត់ពិបាកដើរទៅទីឈ្នួលពេលឆ្ងាយហើយយើងក៏នៅចិត្តទើសបានហើយក៏វាអត់ពិបាកដែរនិយាយយើងដើម្បីរកចំណូលបន្ថែមទៀតគឺយើងលើកទឹកចិត្តថាឲ្យពុកម៉ែបងប្អូននឹងគ្នាចិញ្ចឹមដើម្បីនឹងបានចំណូលផ្គត់ផ្គង់ក្នុងគ្រួសារយើងទាំងអស់គ្នាក្រោយសូមអរគុណដល់បងប្អូនដែលបានគ្រប់គ្រងសម្រាប់ទិញពងពូជពីជើងទៅបាទកន្លងទៅហើយក៏ថ្លែងអំណរគុណដល់ដែលបងប្អូនដែលអត់ត្រូវការលើកស្ទួយនៅវិស័យកសិកម្មយើងផ្នែកចិញ្ចឹមកណ្ដោបយើងឲ្យបានច្រើននៅក្នុងខេត្តព្រៃវែងយើងដើម្បីឲ្យយើងនឹងមានការមានមុខរបរនេះរីកចម្រើននៅក្នុងខេត្តរបស់យើងទាំងអស់គ្នាសូមអរគុណ